ទូរស័ព្ទនេះឆ្លងមេរោគអញ្ចឹងបងប្អូននិយាយថាអត់ចេះលុបដល់ខ្លួនឯងកុំឲ្យហត់ទៅរកជាងរកអីបងប្អូននៅឆ្ងាយតែបងប្អូននៅជិតគាត់អាចទៅរកជាងតិចតួចគឺជាងគេធ្វើឲ្យអូខេអញ្ចឹងដើម្បីអាចធ្វើការលុបអាមេរោគនឹងចេញទៅខ្លួនឯងបានបងប្អូនគាត់តែមើលវីដេអូនេះមកខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាឲ្យលុបឲ្យចំគោលដៅថាតើកម្មវិធីមួយណាដែលធ្វើឲ្យវាឆ្លងនៅអាមេរោគលុបពាណិជ្ជកម្មចូលទូរស័ព្ទរបស់យើងរំខានធ្វើឲ្យយើងចុចអីអត់បានអញ្ចឹងណាអូខេអញ្ចឹងយើងធ្វើការឈូសខ្ញុំសូមមុនហ្នឹងខ្ញុំគ្រាន់តែបង្ហាញជូនបងប្អូនទាំងអស់គ្នាឥឡូវយើងគ្រាន់តែការអូសឡើងលើមកដើម្បីមើលនេះកម្មវិធីនេះបងប្អូនស្អីគេនេះសម្អាតហ្នឹងអញ្ចឹងកម្មវិធីមួយហ្នឹងដែលជាអ្នកនាំមេរោគហ្នឹងចូលក្នុងទូរស័ព្ទរបស់យើងឲ្យលោតពាណិជ្ជកម្មអញ្ចឹងទៅអូខេអញ្ចឹងយើងមកមើលម្ដងទៀតមកថាកម្មវិធីអីគេឥឡូវដើម្បីលុបវាបានបងប្អូនចូលមកកាន់ setting ទូរស័ព្ទរបស់យើងមកសម្រាប់ទូរស័ព្ទ Android ណាបងប្អូនចូលមកកាន់ setting របស់យើងមកអូខេអញ្ចឹងបន្តមកយើងចូលមកកាន់បងប្អូនចូលមកកាន់កម្មវិធីរបស់វានេះapp management នេះបងប្អូនចូលមកកាន់ app management ហ្នឹងមកអារូប4ជ្រុងហ្នឹងតមកបងប្អូនយក app list ខាងលើយើងចូល app list ហ្នឹងដើម្បីមើលថាតើយើងមាន app អីខ្លះទើបយើងលុបវាបានបើបងប្អូនលុបនៅក្រៅគឺលុបវាអត់បាត់ទេណាអូខេអានេះយើងលុបវាដល់កន្លែងបណ្ដោយអញ្ចឹងយើងរងចាំបន្តិចមកដោយសារទូរស័ព្ទរបស់យើងឆ្លងមេរោគអញ្ចឹងដំណើរការក៏វាយឺតជាងមុនដែរបងប្អូនណាអញ្ចឹងការលុបមេរោគនេះចេញគឺធ្វើឲ្យទូរស័ព្ទរបស់យើងស្រួលចុចដូចមុនអញ្ចឹងអូខេអញ្ចឹងដូចបងប្អូនមកឃើញគឺយើងអត់បានប្រើទេមេរោគនោះវាលោតមករំខានតែម្ដងគឺសាំតប៉ែណាអូខេឥឡូវយើងធ្វើការអញ្ចឹងយើងមកមើលកម្មវិធីបញ្ជាក់មកថាកម្មវិធីគេនេះបងប្អូនឃើញអក្សរ D ស្អីគេនេះអូខេអញ្ចឹងនេះកម្មវិធីមួយហ្នឹងបងប្អូនឃើញវាផ្ញើ notification គឺមួយហ្នឹងហើយអញ្ចឹងយើងធ្វើការលុបកម្មវិធីហ្នឹងចោលមកគឺរួចរាល់ហើយចឹងបងប្អូនរងចាំបន្តិចដោយសារមេរោគហ្នឹងវារំខានយើងពេកអញ្ចឹងខ្ញុំចុចលុបវាមកអញ្ចឹងបន្ទាប់ពីយើងចុចលុបវាមកគឺការឆ្លងនៃមេរោគចូលទូរស័ព្ទរបស់យើងហ្នឹងគឺវាលែងមានហើយព្រោះកម្មវិធីមួយហ្នឹងគឺយើងបាន clear ស្អាតចេញពីទូរស័ព្ទរបស់យើងហើយអញ្ចឹងវាមានអីទេទូរស័ព្ទទោះបីទូរស័ព្ទនេះមាន game ច្រើនពិតមែនក៏ដោយណាអូខេអញ្ចឹងសម្រាប់មានទូរស័ព្ទបងប្អូនលោតពាណិជ្ជកម្មផ្សេងទៀតដែលអត់ចង់ឈូសគ្រឿងអត់ចង់អីទេអាចធ្វើតាមវិធីនឹងបានវាដល់ពេលកម្មវិធីណាមួយដែលនាំមេរោគវានឹងផ្ញើ notification នៅខាងលើហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់តែមើលកម្មវិធីដែលវានាំមេរោគមកកាន់ទូរស័ព្ទរបស់បងប្អូនមករួចយើងចូលទៅក្នុង setting ទូរស័ព្ទចូល app list ដើម្បីធ្វើការលុបវាឲ្យស្អាតតែម្ដងចេញពីទូរស័ព្ទរបស់យើងបើសិនជាយើងគ្រាន់តែសកត់នៅលើកម្មវិធី home ដោយដែលខ្ញុំបង្ហាញជូនបងប្អូនទាំងអស់នេះឲ្យដាក់ធុងសំរាមគឺវាលុបអត់ទៅទេណាវាលុបអត់អស់ទេព្រោះឫសរបស់វាហ្នឹងវានៅក្នុងទូរស័ព្ទរបស់យើងដដែលអញ្ចឹងវានៅតែលោតពាណិជ្ជកម្មដដែលអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេអញ្ចឹងបើបងប្អូនស្រឡាញ់និងចូលចិត្តកុំភ្លេចជួយ like និង share ឲ្យខ្ញុំមួយផងវាមានប្រយោជន៍មែនទែនសម្រាប់បងប្អូននៅឆ្ងាយតែសម្រាប់បងប្អូននៅជិតជាងក៏ដាក់យកទៅជាងអូខេអញ្ចឹងវីដេអូនេះបញ្ចប់តែប៉ុណ្្នឹងយើងជួបគ្នានៅវីដេអូ